ដើម្បីរក្សាមិត្តភាពឲ្យបានយូរអង្វែងអ្នកអាចគោលនូវសំខាន់ខាងក្រោម 1. ស្មោះត្រង់និងគោរពគ្នានិយាយការពិតមិនបោកប្រាស់និងគោរពប្រមាថអារម្មណ៍និងជំរឿរបស់មិត្ត 2. ស្ដាប់គ្នាដោយចិត្តពេលមិត្តមានបញ្ហាឬចង់និយាយត្រូវស្ដាប់ដោយយកចិត្តទុកដាក់មិនកាត់ពាក្យឬមើលរំលង 3. អធិស្ឋាននិងកតលមនុស្សគ្រប់គ្នាមានកំហុសការអត់ទោសគ្នាជួយឲ្យមិត្តភាពនៅបានយូរ 4. ជួយគ្នាពេលលំបាកមិត្តភាពពិតត្រូវបង្ហាញក្នុងពេលមានបញ្ហាមិនមែនតែពេលសប្បាយប៉ុណ្ណោះទេ 5. ទំនាក់ទំនងជាប្រចាំទោះរវល់ក៏ដោយគួរតាក់ទងសួរសុខទុក្ខឬជួបគ្នាខ្លះ 6. កុំទួតតាងឬប្រកួតប្រជែងមិនល្អត្រូវរីករាយនឹងជោគជ័យរបស់មិត្តមិនជីឬបន្ថយតម្លៃគ្នា 7. រក្សាការជឿទុកចិត្តកុំយករឿងសម្ងាត់របស់មិត្តទៅប្រាប់អ្នកដទៃសរុបមកមិត្តភាពយូរអង្វែងកើតចេញពីចិត្តល្អការយល់ចិត្តនិងការថែរក្សាគ្នាទៅវិញទៅ